ឆ្លាស់កង់ហេតុអីនឹងសុកត្រូវឆ្លាស់កង់សួស្តីបងប្អូនទាំងអស់គ្នាបងប្អូនប្រកាសជាធ្លាប់ឮជាមួយនឹងពាក្យថាឆ្លាស់កង់ហេតុអីបានយើងត្រូវឆ្លាស់កង់ហើយយើងគួរតែឆ្លាស់សបកកង់របស់យើងនៅពេលណាដែរជាទូទៅសបកកង់របស់យើងទាំង4គ្រាប់មានការសឹកអត់ស្មើគ្នាទេគឺវាអាស្រ័យដោយសារតែទៅលើទម្ងន់ផ្ទុករបស់រថយន្តក៏ដូចជាការធ្វើការរបស់សបកកង់របស់យើងដូចគ្នាអញ្ចឹងទើបគេតម្រូវឲ្យយើងមានការឆ្លាស់កង់រៀងរាល់10000គីឡូម៉ែត្រម្ដងដើម្បីឲ្យសបកកង់របស់យើងមានការសឹកស្មើគ្នាក៏ដូចជាបន្ថែមជាមួយនឹងអាយុកាលនៃការប្រើប្រាស់របស់សបកកង់រថយន្តយើងផងដែរហើយសម្រាប់ការឆ្លាស់ហ្នឹងបងប្អូនអាចធ្វើការឆ្លាស់ពីឆ្វេងមកស្ដាំឬមួយក៏បងប្អូនអាចឆ្លាស់ពីមុខមកក្រោយពីក្រោយទៅមុខឬក៏យើងអាចធ្វើការឆ្លាស់ខ្វែងដោយយកកង់មុខខាងឆ្វេងឆ្លាស់ជាមួយនឹងកង់ក្រោយខាងស្ដាំហើយសម្រាប់បងប្អូនដែលចង់ឲ្យសបកកង់របស់បងប្អូនប្រើប្រាស់បានយូរបងប្អូនគួរតែធ្វើការឆ្លាស់កង់ទៅតាមការណែនាំរបស់យានដ្ឋានដែលគាត់មានចំណេះជំនាញត្រឹមត្រូវក៏ដូចជាជ្រើសរើសជាមួយនឹងសបកកង់ដែលល្អអញ្ចឹងថ្ងៃនេះខ្ញុំសូមណែនាំជាមួយនឹងសបកកង់ម៉ាក Michelin ដែលជាសបកកង់របស់ប្រទេសបារាំងហើយសម្រាប់បងប្អូនដែលមានបំណងចង់សាកសួរព័ត៌មានបន្ថែមពីសបកកង់ Michelin បងប្អូនអាចតាក់ទងតាមរយៈលេខទូរស័ព្ទដែលបានដាក់បង្ហាញនៅលើអេក្រង់ឬក៏ Facebook Page Verb Trading ឬក៏បងប្អូនអាចទៅសាកសួរព័ត៌មានពីបណ្ដា depot ទាំងអស់ដែលនៅជិតបងប្អូនបានអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ Michelin, motion for life.